ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះឧត្តមសេនីយ៍ឯកសារសរឿនអគ្គនាយករងអគ្គនាយកដ្ឋានយុទ្ធសេវាទទួលបន្ទុកនាយកដ្ឋានកិច្ចការយោធាស៊ីវិលបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនីតិហានរងនគរទាហានក្នុងនាយកដ្ឋានកិច្ចការយោធាស៊ីវិលនៅព្រឹកថ្ងៃទី10ខែមេសាឆ្នាំ2025ក្នុងរបាយការណ៍របស់ឧត្តមសេនីយ៍តូសែនដារាវុធនាយកដ្ឋានកិច្ចការយោធាស៊ីវិលបានបញ្ជាក់ពីលទ្ធផលការងារដែលនីតិហានរងនគរទាហាននាយកដ្ឋានសម្រាប់បានក្នុងរយៈពេល1ឆ្នាំកន្លងមកនេះឯកឧត្តមនាយកបានគូសរំលឹកពីលទ្ធផលស្នាដៃនិងយោធិនគ្រប់រូបសម្រាប់បានជោគជ័យកន្លងមកគឺដោយសារតែមានការដឹកនាំចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេសដោយមានការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯកសារសរឿនអគ្គនាយករងបានធ្វើឲ្យនាយកដ្ឋានកិច្ចការយោធាស៊ីវិលនៅតែបន្តការអភិវឌ្ឍនិងរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យនិងពង្រឹងបាននូវការងារជំនាញគោលនយោបាយច្បាស់លាស់ដែលជាភារកិច្ចដ៏មានសារៈសំខាន់បំផុតបម្រើឲ្យផលប្រយោជន៍ដល់កងយុទ្ធពលខេមរភូមិន្ទក្រៅពីការងារស្នូលរបស់នាយកដ្ឋានក៏បានបន្តពង្រឹងនិងពង្រីកនៅកិច្ចសហប្រតិបត្តិការល្អរវាងបណ្ដាក្រសួងស្ថាប័នអង្គភាពនានានិងបង្កើននូវទំនាក់ទំនងជាមួយដៃគូសប្បុរសជនបរទេសក្នុងគោលបំណងចូលរួមកសាងនិងអភិវឌ្ឍការងារគោលនយោបាយនិងការងារបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងទ័ពដែលជាទិសដៅអធិភាពរបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិក្នុងការធ្វើទំនើបកម្មនិងអភិវឌ្ឍសមត្ថភាពកងទ័ពឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់คล้ายទៅជានីតិហានបន្តវេនពោពេញទៅដោយសមត្ថភាពដើម្បីចូលរួមថែរក្សានិងការពារសុខសន្តិភាពជូនប្រទេសជាតិព្រមទាំងការងារចោះជួយមូលដ្ឋានជូនប្រជាជនកម្ពុជាផងដែរឧត្តមសេនីយ៍ឯកសារសរឿនបានសម្ដែងនៅការកោតសរសើរនិងមានតម្លៃខ្ពស់ចំពោះលទ្ធផលស្នាដៃដែលយោធិនគ្រប់រូបក្នុងនាយកដ្ឋានសម្រាប់ជូនអង្គភាពក៏ដូចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបម្រើឲ្យផលប្រយោជន៍គោលនយោបាយជូនកងទ័ពនិងការងារអភិវឌ្ឍសង្គមព្រមទាំងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងនីតិកាលទី7នេះដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីប្រកបដោយធម៌ពលបានបន្តការអភិវឌ្ឍប្រទេសជាតិឲ្យទទួលបាននូវការរីកចម្រើនថ្មីបន្ថែមទៀតធ្វើឲ្យប្រជាពលរដ្ឋទាំងមូលបានរស់នៅប្រកបដោយភាពកក់ក្ដៅបំផុតឯកឧត្តមបានជំរុញជំនាញគោលនយោបាយត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើឯកសារយោធិនពលនីតិការនិងការងារបន្សពព្រមទាំងការងារពង្រឹងសមត្ថភាពយោធិនម្នាក់តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាប្រភពបន្តវេនពីរៀនច្បងទន្ទឹមនឹងនេះដែលយោធិនទាំងអស់ត្រូវបន្តសហការជាមួយជំនាញនានាក្នុងការអនុវត្តបទបញ្ជានិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលក្រសួងការពារជាតិស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនព្រមទាំងចូលរួមទប់ស្កាត់របបល្មើសនិងអំពើអបាយមុខផ្សេងមិនត្រូវស្រីកឯកសណ្ឋានកងទ័ពទៅលេងកម្សាន្តក្នុងបណ្ដាញសង្គមជាដាច់ខាតព្រមទាំងការប្រើប្រាស់រថយន្តលេខខផមខុសច្បាប់និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់បំផុតព្រមទាំងច្បាប់លក្ខន្តិកៈទូទៅរបស់កងយុទ្ធពលខេមរភូមិន្ទនេះឱកាសនេះដែរថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការយោធាស៊ីវិលបានផ្ដល់ឱកាសដល់យោធិនគ្រប់រូបបានចាប់ឆ្នោតសងសំណាងនិងបានឧបត្ថម្ភថវិកាមូលនិធិរបស់យោធិនក្នុងអង្គភាពនិងប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយស្នាមញញឹមក្រោមម្លប់នៃសុខសន្តិភាពបានទេគីឡូសាប់គីឡូឡាទីរំនេះជំនាញទុកជួយអមតាទៅឆោតដែរអូសាំ20